គ្រប់ជំរាបសួរទៅកាន់ត្រង់អាយដាមលោកជំទាវលោកស្រីនៅនាងកញ្ញាថ្ងៃនេះខ្ញុំមានប្រភេទថ្មមកប្រភេទទៀតមកធ្វើការថតបង្ហាញទៅកាន់ពុកម៉ែបងប្អូនអរគ្នាដើម្បីបានទស្សនានិងធ្វើការស្វែងយល់ហើយនឹងបានឃើញអំពីលក្ខណៈរូបរាងរបស់គេថ្មនេះត្រូវបានបងប្អូនគាត់បានស្នើសុំក្នុងការច្នៃទៅជានាងពួនទម្រង់ដូចនាងពួនណាបងប្អូនអរគ្នាហើយថ្មនេះគឺត្រូវបានកាត់ឡើងចេញអំពីប្រភេទគេហៅប្រភេទដីច្រាបដីឥដ្ឋណាដីឥដ្ឋមួយក៏ដីដែលมันអាចបំបែកដោយអុកស៊ីតកម្មជាប្រភេទដីដែលមានគុណភាពហើយរងឥទ្ធិពលនៃធម្មពលរ៉ែនៅក្នុងព្រៃនៅក្នុងភ្នំជំរំក្រុមថ្មហ្នឹងរាប់ពាន់លានឆ្នាំទៅគឺគេបានកក់រឹងខ្លាយទៅជាថ្មហើយលក្ខណៈដែលបងប្អូនទាំងអស់គ្នាបានមើលឃើញនេះគឺយើងមើលឃើញថាហាក់បីដូចជាស្នាមប្រេះដែលបានប្រេះដាច់ផុតចេញពីគ្នាបាទហាក់បីដូចជាស្នាមប្រេះដែលបានប្រេះដាច់ផុតចេញពីគ្នាការពិតបងប្អូនអរគ្នាគឺក្របនេះត្រូវបានរងឥទ្ធិពលសម្ពាធក៏ដូចជាកម្ដៅអីផ្សេងៗធ្វើឲ្យប្រេះបែកចេញពីគ្នារួចអស់ហើយដូចយើងបានឃើញស្រាប់រូបរាងរបស់គេគឺមានឥទ្ធិពលនៃស្នាមប្រេះគឺប្រេះអណ្ដែតសាច់នេះមានកន្លែងខ្លះអណ្ដែតសាច់ចេញផ្ទៃពីគ្នាប៉ុន្តែការប្រេះបែកនេះមិនរំកិលចេញពីគ្នាប៉ុន្មាននោះទេបាទត្រូវបានគៀបនៅមួយកន្លែងហើយរូបរាងរបស់គេនឹងគឺត្រូវបានផ្សារភ្ជាប់គ្នាវិញដោយឥទ្ធិពលនៃការផ្លាស់ប្ដូរក៏ដូចជាសមីការនៅក្នុងការធ្វើឲ្យរ៉ែមានកើតទៅជាគេហៅប្រភេទគ្រីស្តាល់ដែលមានភាពល្អិតខ្លាំងដែលមានម៉ូលេគុលទូចដែលយើងមិនអាចមើលឃើញទំហំក្របបានហ្នឹងហើយគឺផ្សារភ្ជាប់ឡើងវិញទៅជាកន្លែងចន្លោះដែលប្រេះនេះបែកនេះទៅជាមានគ្រីស្តាល់ផ្សារភ្ជាប់ជាមួយនឹងសាច់ថ្មនេះហើយជំនួសដោយអាតូមដែលគេហៅថា Jasper ហ្នឹងគឺទៅជាមួយហើយពេលយើងយកមកច្នៃទៅគឺថាសាច់របស់គេភ្លឺស្អាតតែម្ដងមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងមើលឃើញផ្ទៃខាងក្នុងដែលជាសាច់ផ្ទៃថ្លាហ្នឹងគឺថ្លាផុតដាច់បងប្អូនអរគ្នាផុតដាច់មើលទៅឃើញម្ខាងទៀតបានណាប៉ុន្តែដោយសារតែរូបរាងរបស់គេត្រូវបាននេះលក្ខណៈថាខ្ជីបមកខាងនេះចឹងទៅបិទមើលមិនឃើញម្ខាងទៀតហ្នឹងហើយប៉ុន្តែបងប្អូនអរគ្នាមើលឃើញទៅផ្ទៃកដាលរបស់គេគឺឃើញមានសាច់ថ្មអណ្ដែតនៅផ្នែកកដាលហាក់បីដូចជាជលងដងអូដែលមានទឹកហើយមានកោះមានអីចឹងទៅតែដោយឥទ្ធិពលនៃធម្មពលរ៉ែឥទ្ធិពលនៃបំរែបំរួលនិងសមីការប្រែប្រួលនៅក្នុងទឹកដីនោះធ្វើឲ្យរូបរាងលក្ខណៈរបស់គេគឺបែបនេះយើងមើលទៅគឺយើងមើលឃើញផ្ទៃខាងក្នុងនោះឃើញសាច់លឿងចូលដល់ក្នុងផ្នែកថ្លាគឺយើងមើលឃើញដោយផ្នែកថ្លាចឹងនេះហើយគឺជាឥទ្ធិពលសមីការអមតៈរបស់ធម្មជាតិដែលធ្វើឲ្យវត្ថុធាតុដើមទាំងអស់ប្រែប្រួលមានរឹងមានរលាយមានរឹងមានរលាយចឹងទៅណាហ្នឹងហើយគឺឥឡូវគឺចូលសាច់គ្នាល្អណាស់បាទហាប់ណែនខ្លាំងមែនទែនអត់មានកន្លែងណាដែលយើងកំណត់ដៅថាជាកន្លែងដែលប្រេះខូចដែលយើងគ្រាន់តែយកដៃឆ្កឹះឬមើលយកអីកោះឲ្យរបួសល្បើគឺអត់មានប្រឡោះទេសិតតែជាគ្រីស្តាល់ដែលបានចាប់សាច់បាទបងប្អូនអរគ្នាពិនិត្យមើលទៅបាទកម្លៀតទោះជាទូចប៉ុណ្ណាក៏ដោយបងប្អូនអរគ្នាទូចល្អិតឈ្មិញសរសៃសក់ទូចជាងសរសៃសក់ក៏ដោយគឺនៅតែចាប់គ្រីស្តាល់ឡើងវិញហើយភ្ជាប់សាច់គ្នាដែរណាហ្នឹងហើយនេះគឺបែបនេះគេហៅថាធម្មជាតិហើយល្អពិសេសវិសាលយើងគុណគូគិតពិចារណាឲ្យបានវែងឆ្ងាយទៅគឺថាគឺជាដំណើរមួយដែលអស្ចារ្យហើយបង្ហាញអំពីមេរៀនជីវិតផងដែរអញ្ចឹងមានអីដែលជាចំណែកនៅក្នុងការបង្ហាញប្លែកពិសេសល្អហើយនឹងការស្វែងយល់បានស៊ីជម្រៅឬមួយក្នុងកម្រិតណាមួយខ្ញុំនឹងធ្វើការបទបង្ហាញនិងធ្វើការថតបង្ហាញទៅកាន់បងប្អូនអរគ្នាដើម្បីបានទស្សនាទាំងអស់គ្នានិងស្វែងយល់ទាំងអស់គ្នាអរគុណច្រើនសម្រាប់ការចូលរួមទស្សនាក្នុងคลิปរបស់ខ្ញុំបាទមានប៉ុណ្នេះមានអ្វីដែលជាចំណុចខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងបាទអរគុណគ្រប់ជម្រាបលា